ពលរដ្ឋថៃឡោមព័ទ្ធបណ្ដឹងទៅហ៊ានការពារព្រំដែនជាប់ភូមិប្រៃច័ន្ទរបស់កម្ពុជាបន្ទាប់ពីព្រួតគ្នាធ្វើទរណកម្មសន្តិសុខភូមិម្នាក់ស្ទើរស្លាប់ក្រុមពលរដ្ឋថៃនៅក្នុងភូមិនងយ៉ាកែវស្រុកគោកសុងខេត្តស្រះកែវជាប់នឹងភូមិប្រៃច័ន្ទរបស់កម្ពុជាបានផ្ទុះការតវ៉ាយ៉ាងខ្លាំងឡោមព័ទ្ធទីបញ្ជាការដើម្បីបណ្ដឹងកងអនុសេនាធំទៅហ៊ានការពារព្រំដែនលេខ1204ដែលប្រជាជនខ្មែរស្គាល់ថាជាទាហានឈុតខ្មៅឲ្យចាកចេញពីតំបន់នោះជាបន្ទាន់ក្រោយពីក្រុមទាហានទាំងនោះបានប្រើច្បាប់ព្រៃព្រួតគ្នាធ្វើទរណកម្មយ៉ាងព្រៃផ្សៃលើជំនួយការសន្តិសុខភូមិម្នាក់រហូតស្ទើរស្លាប់នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Work for New កាលពីថ្ងៃទី18 ខែឧសភាឆ្នាំ2026ហេតុការណ៍ដ៏ឃោរឃៅនេះបានបង្កឲ្យពលរដ្ឋថៃផ្ទុះកំហឹងយ៉ាងខ្លាំងដោយសារក្រុមទាហានការពារព្រំដែនថៃដែលទើបផ្លាស់ប្ដូរមកឈរជើងបានមិនដល់2ខែផងនោះបានព្រួតគ្នាវិដំបរោះជាសន្តិសុខភូមិអាយុ37ឆ្នាំម្នាក់រហូតរងរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអរញ្ញប្រទេសដើម្បីបង្ខំឲ្យជនរងគ្រោះទទួលសារភាពទាំងអយុត្តិធម៌នៅបទល្មើសជួញដូរគ្រឿងញៀននិងចោទថាជាអ្នកមើលផ្លូវឲ្យក្រុមបក្កិតជនបច្ចេកវិទ្យា Scammer លួចឆ្លងដែនតាមព្រំដែនកម្ពុជាថៃអ្នកភូមិបានលើកឡើងថាការពីមានការប្រយុទ្ធគ្នានៅតាមព្រំដែនកាលពីឆ្នាំទៅជនរងគ្រោះនេះគឺជាកម្លាំងស្នូលជួយធ្វើអាហារផ្គត់ផ្គង់ដល់កងទ័ពនិងជួយសង្គ្រោះសត្វពាហនៈរបស់អ្នកភូមិប៉ុន្តែចុងក្រោយបែរជាត្រូវមកទទួលរងការធ្វើទរណកម្មពីសំណាក់ទាហានថៃទៅវិញដោយសារមេបញ្ជាការកងអនុសេនាធំមិនហ៊ានចេញមុខមកបកស្រាយជាសាធារណៈតំណាងអ្នកភូមិក៏បានធ្វើដំណើរទៅដាក់លិខិតបណ្ដឹងតវ៉ាផ្ទាល់ដល់ទីបញ្ជាការទាហានការពារព្រំដែនលេខ12នៅស្រុកអរញ្ញប្រទេសដោយបានទម្លាយបន្ថែមថាកាលពី2ឆ្នាំមុនក៏ធ្លាប់មានករណីទាហានការពារព្រំដែននៅក្នុងអង្គភាពនេះបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ម្នាក់រឿងសង្ស័យរថពន្ធម៉ូតូផងដែរពួកគេមិនចង់ឲ្យអង្គភាពនេះនៅក្នុងតំបន់នេះទៀតឡើយខ្ញុំតារាពី Alt News TV